Hello សួស្តីអ្នកនរគ្នាថ្ងៃនេះ admin នឹងយកភាគទី4មកសម្រាប់ស្ដាប់ចឹងណាដោយរឿងនេះដែរមានចំណងជើងថាដង្វាយព្រះអង្គដង្វាយអ្នកអង្គអាចារ្យអញ្ចឹងភាគនេះគឺជាភាគទី4ណាចឹងកុំឲ្យរងចាំពេល review យើងទៅទស្សនាជាមួយនឹង admin មុននឹងចូលដល់រឿងអ្នកគ្នាកុំភ្លេចចុចមេដៃ subscribe និងសញ្ញារូបកណ្ដឹងដើម្បីបានមានវីដេអូថ្មីទៅadmin ខានផុសព្រោះ admin រវល់ខ្លាំងមែនតើអ្នកចេះស្រែហ្នឹងណាតោះកុំឲ្យរងចាំយូរយើងទៅទស្សនាជាមួយនឹង admin ទាំងអស់គ្នាពេល3ថ្ងៃក្រោយមកនៅឯសួននៃវិមានលើភ្នំបើគិតមើលទៅវាមិនអាក្រក់ទេតែសភាពស្អាតអាហារនិងភេសជ្ជៈឥតគិតថ្លៃហើយគ្មានការងារធ្វើមើលជុំវិញនេះមិនមែនជាវិស្មការឥតគិតថ្លៃទេចាំបន្តិចផ្កាបិសាព្រះអាទិត្យនៃព្រះច័ន្ទពិតជារែកទាំងផ្កាទាំងនឹងស្លឹកនៅពេលយប់មែនទេពិតជាស្គួតហើយហាតើអ្នកណាទៅនៅទីនេះនៅទីនោះមានអ្នកណាសរសើរផ្កានេះដូចជាខ្ញុំដែរឬទេមើលចោះហេតុអ្វីបានជានាងបេះវាផ្កាទាំងនោះរែកស្រស់ស្អាតខ្លាំងណាស់អ្វីណាស្រីម្នាក់នោះហើយអ្នកនៅពីក្រោយនាងនឹកស្មានមិនដល់ថាកន្លែងដ៏គួរឲ្យខ្លាចនឹងមានផ្កាដ៏ស្រស់ស្អាតបែបនេះគួរឲ្យខ្លាចខ្លាំងណាស់ខ្ញុំឈឺបើខ្ញុំមិនរើសទេគាត់មិនឃើញខ្ញុំទេខ្ញុំបានឃើញអ្វីទាំងអស់មិនឃើញអ្វីទេពិតមែនហើយខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើរលេងក្រៅទៀតហើយខ្ញុំនឹងនៅតែនៅក្នុងបន្ទប់របស់ខ្ញុំនឹងមិនរត់ទៅរកលោកម្ចាស់នោះទៀតទេហាហើយអ្វីបានជានាងនៅតែដេកគ្មានផ្លូវទេដែលនាងធ្វើប្រហែសតើនាងដួលសន្លប់ឬយ៉ាងម៉េចកូនធំហើយឈប់រញ៉េរញ៉ៃទៅសម្លឹងមើលទៅកាន់តែចិត្តមិនអីទេឈប់លិតខ្ញុំទៀតទៅតើកូនធំរបស់ខ្ញុំជ្រុលរំមិនមែនទេហើយអ្វីបានផ្លែកម្លេះហាអើយព្រះអើយពោះបងចាំកំណត់យកពេលនេះមែនទេអើយមិនអីទេមាន100នាក់នៅទីនេះប្រសិនបើបងចង់ញ៉ាំមួយថ្ងៃវាមានរយៈពេល3ខែឲ្យព្រះពុទ្ធព្រះយេស៊ូវអល់ឡោះព្រះជាម្ចាស់អើយជួយសង្គ្រោះខ្ញុំផងបំពង់ឫស្សីចាំបន្តិចនេះគឺជាអ្វីដែលបងពោះចង់បានមែនទេខ្ញុំបានរកឃើញភេសជ្ជៈនេះនៅក្នុងថង់បង្វេចរបស់ខ្ញុំវាបានពីវិញ្ញាណឫស្សីដ៏កម្រម្យ៉ាងនៅទីនេះបងអាចយកមួយបំពង់ធំបន្ថែមផឹកអ្វីដែលបងចង់បានចោះហើយវានៅតែបន្តផលិតទឹកដបឫស្សីផ្អែមគ្មានទីបញ្ចប់ពោះយ៉ារបស់លោកម្ចាស់ងក់ក្បាលនេះធ្វើដូចឆ្កែគាត់ពិតជាអាចចិញ្ចឹមសត្វពោះយ៉ាដូចជាសត្វចិញ្ចឹមគ្មានអីគួរឲ្យខ្លាចគួរឲ្យឆ្ងល់ទេថាគាត់គឺជាបុព្វបុរសជាម្ចាស់